នេះគឺជា Honda HL 750 Translux Series ឆ្នាំ2005ដែលជាម៉ូតូ Mid-size Off-road Adventure របស់ក្រុមហ៊ុន Honda ហើយកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារប្រទេសអឺរ៉ុបសួស្តីបងប្អូនអរគ្នាដែលស្រឡាញ់ចិត្តម៉ូតូខ្ញុំបាទ Mr. Moto ស្វាគមន៍មកកាន់ Moto Zone Honda Translux នេះត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ1986ដែលនៅក្នុងពេលនោះវាមានឈ្មោះថា Honda HL 600V Transluxដោយមានការគ្រប់គ្រងក្រុមហ៊ុន Honda បានធ្វើការស្រាវជ្រាវអភិវឌ្ឍម៉ូតូនេះជាបន្តបន្ទាប់ហើយនៅក្នុងឆ្នាំ2025នេះក្រុមហ៊ុនបានធ្វើការអាប់ដេតឲ្យកាន់តែស្រស់ស្អាតនិងល្អជាងមុន Honda HL 750 Translux ត្រូវបានផលិតឡើងនៅក្នុងគំនិតម៉ូតូមួយដែលអាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវទាំង On-road និង Off-road ដោយវាត្រូវបានផ្គុំដំឡើងនៅលើគ្រោងឆ្អឹងជាប្រភេទ Steel Diamond Frame មានលក្ខណៈរឹងមាំហើយស្រាលងាយស្រួលក្នុងការគ្រប់គ្រងម៉ូតូគ្រប់ស្ថានភាពផ្លូវផ្នែកខាងមុខរបស់ម៉ូតូមានការ design គិតគូរពីលំហូរនៃខ្យល់មានទម្រង់ស្រួចលក្ខណៈនេះងាយស្រួលក្នុងការជិះឆ្លៀតខ្យល់បានល្អម៉ូតូនេះផងដែរត្រូវបានរចនាភ្លើងបំភ្លឺផ្លូវជាប្រភេទ LED projector មានពីរតង់អមសងខាងដោយភ្លើងសញ្ញោឆ្វេងស្ដាំនៅផ្នែកខាងលើនៃភ្លើងបំភ្លឺផ្លូវគឺជា windscreen ដែលមានលក្ខណៈខ្ពស់សមនឹងម៉ូតូបែប adventure នៅក្បែរ windscreen គឺជា counter ថ្មីដែលមានទំហំ5អ៊ីងដែលបង្ហាញអំពីព័ត៌មានទាក់ទងទៅនឹងម៉ូតូរួមមាន riding mode, RPM កម្រិតសាំងល្បឿនមុខងារ ABS ជាដើមក្បែរ counter គឺជា handlebar ដែលមានលក្ខណៈទ្រវែងមានទីតាំងខ្ពស់ល្មមងាយស្រួលក្នុងការគ្រប់គ្រងម៉ូតូបានគ្រប់ស្ថានភាពផ្លូវពិសេសក្នុងផ្លូវ off-road នៅផ្នែកសងខាងនៃ handlebar គឺជាប៊ូតុងបញ្ជាក្នុងការបើកបរផ្សេងៗមានដូចជាបញ្ចេញម៉ាស៊ីនភ្លើងសញ្ញោ display ប៊ូតុង riding mode និងប៊ូតុង select ជាដើមនៅចន្លោះ handlebar និងអ្នកបើកបរគឺជាធុងសាំងចំណុះ 16.9 លីត្រដែលអាចផ្គត់ផ្គង់សាំងបានរយៈចម្ងាយ390គីឡូម៉ែត្រហើយបើគិតជាមធ្យមនោះគឺប្រហែល23គីឡូម៉ែត្រក្នុង1លីត្រពិតជាស័ក្តិសមមែនទែនសម្រាប់ការជិះបែប adventure នៅខាងក្រោមអ្នកបើកបរគឺជាកែបដែលត្រូវបានរចនាឡើងមានសភាពទន់ល្អនិយាយមកដល់ចំណុចនេះកែបនេះខ្ញុំសូមបញ្ជាក់ផងដែរថាម៉ូតូនេះផលិតឡើងសម្រាប់មនុស្សគ្រប់វ័យតែកម្ពស់កែបមិនតម្រូវសម្រាប់អ្នកមានកម្ពស់ទាបឡើយដោយកម្ពស់កែបមានប្រវែង850មីលីម៉ែត្ររីឯកម្ពស់ពីដីទៅម៉ាស៊ីន210មីលីម៉ែត្រនិងទម្ងន់208គីឡូក្រាមភ្លើងកន្ទុយក្រោយជាផ្នែកសំខាន់មួយសម្រាប់បំភ្លឺអ្នកបើកបរខាងក្រោយដោយត្រូវបានរចនាមានភាពស្រស់ស្អាតជាអំពូល LED ផងដែរ Honda HL 750 Translux បានបំពាក់នៅម៉ាស៊ីនស៊េរីថ្មីមានប៊ីស្តុងចំនួន2 Parallel Twin ដែលបំពាក់នៅ Velo ប្រកាំងថ្មី270ដឺក្រេមានកម្លាំង 755cc DOHC មានស៊ុបប៉ាប់ចំនួន8ដំណើរការចំហេះមាន4វគ្គបេចុះកម្ដៅនៅទឹកស្អំមានប្រអប់លេខចំនួន6វគ្គភ្ជាប់ជាមួយនឹងមុខងារ Assist and Slipper Clutch ម៉ាស៊ីននេះប្រើប្រេងដំអិលកាត់បន្ថយសំណើមកំហាប់ 10W30 ចំណុះ 3.9 លីត្រផ្ដល់សាំងក្នុងដំណើរការចំហេះដោយប៊ិចសាំង TGM-FI បំពាក់នៅការបើកបរជាប្រភេទហ្គាភ្លើង Ride by Wire System ធ្វើឲ្យការបន្ថែមនិងបន្ថយល្បឿនកាន់តែស្ទុះល្អបើនិយាយពីសន្ទុះយើងនឹកទៅដល់កម្លាំងម៉ាស៊ីនដោយម៉ាស៊ីននេះប្រតិកម្លាំងបាន90សេសក្នុងកម្រិតជុំម៉ាស៊ីន 9500 RPM និងកម្លាំងរមួល75 Nm ក្នុងកម្រិតជុំម៉ាស៊ីន 7250 RPM ក្រៅពីការរៀបរាប់ខាងលើម៉ាស៊ីននេះក៏បានបំពាក់នៅបច្ចេកវិទ្យាទំនើបៗផងដែរដែលធ្លាប់បានបំពាក់នៅលើ model កម្ពស់របស់ម៉ូតូក្រុមហ៊ុន Honda រួមមាន Unicam Valtran ជាបច្ចេកវិទ្យាមួយជួយដល់ការផលិតម៉ាស៊ីនឲ្យមានទម្ងន់ស្រាលបង្កើនប្រសិទ្ធភាពក្នុងចំហេះកាត់បន្ថយការកាត់និងសំណាក់2 Nisik Lighting ជាប្រភេទរងម៉ាស៊ីនដែលត្រូវផលិតដោយក្រុមហ៊ុន Kumamoto ដែលធ្លាប់បានបំពាក់នៅលើតូ Honda CBR 1000 Triple R CRS 450R និងម៉ាស៊ីនរបស់ម៉ូតូប្រណាំង F1 វាជួយកាត់បន្ថយការកាត់នៃប៊ីស្តុងនិងទម្ងន់នៃវាលើប្រកាំង3ការបំពាក់នៅបំពង់ស្រូបខ្យល់ចូលទៅក្នុងប្រអប់ Air មាន3ផ្នែក2នៅសងខាងនិងមួយស្ថិតនៅខាងក្រោមប្រអប់សម្បុក Air ជួយភ្លាមៗក្នុងការបង្កើនល្បឿន4ប្រព័ន្ធសម្ពាធដូចទៅនឹង CBR 1000RR អញ្ចឹងដែរគឺ450គីឡូប៉ាស្កាល់វាជួយបង្កើននៅចំហេះធ្វើឲ្យបង្កើនល្បឿនមានសន្ទុះខ្លាំងនៅក្នុងកម្រិតជុំម៉ាស៊ីនទាបប្រព័ន្ធជើងក្រោមជាផ្នែកដ៏សំខាន់មួយសម្រាប់ម៉ូតូបែប Off-road Adventure មួយនេះ
ដោយក្រុមហ៊ុន Honda បានបំពាក់ប្រព័ន្ធបូមរបស់ក្រុមហ៊ុន Showa ជាប្រភេទ Upside Down Fork SFFCA ប្រវែង43មីលីម៉ែត្របូមក្រោយជាប្រភេទ Rolling Suspension មានប៊ីស្តុងធំងាយស្រួលក្នុងការជិះផ្លូវ Off-road បានស្មូតល្អភ្ជាប់ជាមួយបូមនេះគឺជាកង់ដែលបំពាក់សម្បក 90/90 ដល់ 21 MC នៅកង់ខាងមុខនិងទំហំ 150/70R 18 MC នៅកង់ខាងក្រោយកង់ទាំងពីរជាប្រភេទកង់មានពុះមានហ្វ្រាំងជាគ្រឿងមេកានិកសំខាន់មួយក្នុងការបញ្ឈប់ម៉ូតូដោយកង់ខាងមុខបំពាក់នៅហ្វ្រាំងឌីសភ្លក់ទំហំ 330 មីលីម៉ែត្រភ្ជាប់ជាមួយនឹង brake caliper របស់ Nissin មានពីស្ទង់ចំនួន1គ្រាប់និងកង់ក្រោយបំពាក់ហ្វ្រាំងឌីសមួយភ្ជាប់ជាមួយនឹង brake caliper របស់ Nissin មានពីស្ទង់ចំនួន1ហ្វ្រាំងទាំងពីរនេះបំពាក់នៅមុខងារ ABS ឆ្នាំ2025ហើយការប្រើប្រាស់នៅគ្រឿងបង្គំល្អមិនទាន់គ្រប់គ្រាន់នៅឡើយទេការបំពាក់នៅបច្ចេកវិទ្យារឹតតែដល់នៅភាពទំនើបនិងងាយស្រួលដល់អ្នកបើកបរដោយ Honda HL 50 Transit បានបំពាក់នៅ Riding Mode ដែលក្នុងនោះរួមមាន Standard ប្រើប្រាស់សម្រាប់ការបើកបរផ្លូវធម្មតា Sport សម្រាប់ការបើកបរផ្លូវធម្មតាប៉ុន្តែត្រូវការកម្លាំងខ្លាំង Rain បើកបរក្នុងស្ថានភាពដែលមានភ្លៀងជួយរក្សាលំនឹងនិងកាត់បន្ថយភាពរអិលរីឯ Gravel គឺជាជម្រើសបើកបរក្នុងស្ថានភាពផ្លូវ Off-roadក្រៅពីការរៀបរាប់ខាងលើនេះ Honda HL 750 Transit ក៏នៅមានបច្ចេកវិទ្យាផ្សេងៗទៀតផងដែរដូចជា Emergency Stop Signal Honda Smart Voice Control System HSVCS មុខងារកម្ដៅចង្កូតជាដើមសរុបមកម៉ូតូ Honda HL 750 Transit ស៊េរីឆ្នាំ2025ពិតជាមានការ design ស្រស់ស្អាតបំពាក់នៅម៉ាស៊ីនថ្មីដែលមានកម្លាំងខ្លាំងស្រាលនិងសន្សំសំចៃរួមជាមួយនឹងបច្ចេកវិទ្យាទំនើបទៀតនោះវាពិតជាម៉ូតូមួយដែលអាចធ្វើយើងពិចារណាបានបន្ទាប់ពីបងធំរបស់វា Honda Africa Twin នៅក្នុងការធ្វើដំណើរ off-road នាចុងសប្តាហ៍របស់យើងតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះម៉ូតូ Honda HL 750 Transit ចំនួនថ្មីនេះគួរធ្វើការបញ្ចេញយោបល់បងប្អូនក្នុង comment ខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមជម្រាបលាបាយបាយ